នាវាទេសចរខ្នាតធំមួយគ្រឿងចូលចតក្រុងព្រះសីហនុនាំភ្ញៀវជិត 3,000 នាក់សហរដ្ឋអាមេរិកច្រើនជាងគេនៅវេលាម៉ោង 7:00 នាទីនៅថ្ងៃច័ន្ទទី 29 ខែធ្នូនេះមាននាវាទេសចរឈ្មោះ Diamond Princess សញ្ជាតិ Diphjuda បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល1ថ្ងៃបន្ទាប់ចេញដំណើរមកពីប្រទេសវៀតណាមកំពង់ស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថានាវាទេសចរនេះមាននាវិកសរុបចំនួន 1059 នាក់ស្រី 245 នាក់មាន59នាក់សញ្ជាតិនិងមានភ្ញៀវទេសចរសរុបចំនួន 2850 នាក់ស្រី 1566 នាក់មាន52នាក់សញ្ជាតិចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក 797 នាក់និងអូស្ត្រាលី 824 នាក់បើតាមប្រភពខាងលើនាវាទេសចរនេះនឹងចាក់ចេញទៅប្រទេសថៃនៅវេលាម៉ោង 4:00 នាទីនៅថ្ងៃដដែល